Praying to Australia Center ដែលចំណាយការសាងសង់ដល់ទៅ$420 លានបើសិនជាតាមវីដេអូចែករំលែកតគ្នានេះត្រូវបានបំផ្លាញខ្ទេចដោយការវាយបកពីអ៊ីរ៉ង់មជ្ឈមណ្ឌល Australia Center គឺជាអគារដ៏ស្មុគស្មាញចំនួន3នៅក្នុងទីក្រុង Tel Aviv អគារនេះត្រូវបានរចនាដោយស្ថាបត្យករជនជាតិអាមេរិកដើមកំណើតអ៊ីស្រាអែល Eli Attia មជ្ឈមណ្ឌល Australia មានទីតាំងនៅលើផ្ទៃដី 34,500 ម៉ែត្រការ៉េនៅក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលដែលពីមុនគេប្រើប្រាស់ជាចំណតឡានដឹកទំនិញរបស់ក្រុង Tel Aviv ប៉មនេះត្រូវបានចំណាយលុយដល់ទៅ$420 លានដើម្បីសាងសង់ហើយនៅអគាររង្វង់មូល Australia Center Circular Tower គឺជាប៉មដ៏ខ្ពស់បំផុតនៅក្នុងចំណោមប៉មទាំង3ដែលមានកម្ពស់ដល់ទៅ187 ម៉ែត្រការសាងសង់ប៉មនេះត្រូវបានចាប់ផ្ដើមនៅឆ្នាំ1996ហើយត្រូវបានបញ្ចប់នៅឆ្នាំ1999ប៉មនេះមានកម្ពស់49ជាន់នៅពេលសាងសង់ហើយដែលធ្វើឲ្យវាក្លាយជាអគារខ្ពស់បំផុតនៅក្នុងទីក្រុង Tel Aviv ដែលខ្ពស់ជាងអគារ Mosel Aviv នៅ Ramat Gan ក្នុងឆ្នាំ2001ប៉មរាងការ៉េមានជាន់នីមួយៗមានទំហំ1520 ម៉ែត្រការ៉េអគារ Australia Center Swore Tower ត្រូវបានបញ្ចប់នៅខែមិថុនាឆ្នាំ2007ប៉មនេះមានកម្ពស់42ជាន់ដែលមានកម្ពស់154ម៉ែត្រមជ្ឈមណ្ឌលផ្សារទំនើប Australia Center Mall គឺជាផ្សារទំនើបដ៏ធំបំផុតមួយនៅក្នុងប្រទេសអ៊ីស្រាអែលដែលមានហាងលក់ដូរជា300ដោយសារតែមានការគម្រាមកំហែងពីភេរវកម្មខ្ពស់និងជាប់លាប់ប៉ម Australia ត្រូវបានយាមដើម្បីរារាំងសកម្មភាពភេរវកម្មដូចជាអគារជាច្រើននៅអ៊ីស្រាអែលផងដែរ